Had away bunch of net chop kung. Mobile net kwan. Move mark I chat group in the J. I collect kwan charna. Had away bunch of net cut chran. When them trade for the Vietnam. Ring toy ring tom group get kin gala. Tang off strong cat cook one. Oh my god. Oh my god. Had away come from that chaw. Ring crack come some rock with big. Man. Cho chat chain not chaw. Out goodbye to the ID. រឿងខ្លះវាមិនសមគិតថ្ងៃនេះទេគុំសួរហេតុអ្វីច្រើនពេកហេតុអ្វីបានជាអ្នកផិតភ័យខ្លាចមិនដល់ទីខ្លាចមិនបានជោគជ័យរាជ័យតើតែអ្នកឈប់ថ្ងៃស្អែកក៏នៅតែមានថ្ងៃថ្មីហេតុអ្វីចូលចិត្តខឹងនឹងខ្លួនឯងមកដុំជាមួយនឹងអ្នកដទៃ Oh my god សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូ reaction ថ្មីអូខេនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការ reaction ទៅលើបទចម្រៀងថ្មីរបស់ Wanda ដែលមានចំណងជើងថា The World of Wanda ដែលយើងអាចឲ្យនិយមន័យបានថាគឺជាពាក្យពេចន៍ពី Wanda ឬក៏ពាក្យពេចន៍នៃ Wanda បាទឬក៏ពាក្យនៃ Wanda បាទមានន័យដូចតែគ្នាទេអូខេអ្នកនរគ្នាបទនេះគឺជាបទទី3នៃអាល់ប៊ុមត្រីវិស័យ3របស់គាត់ Return to សវណ្ណភូមិបាទបទនេះគឺជាបទទី3តើគាត់ចង់មានពាក្យពេចន៍ផ្ដាំផ្ញើយ៉ាងម៉េចដែរទៅកាន់ all fan របស់គាត់ក៏ដូចជាប្រិយមិត្តទាំងអស់អូខេកុំឲ្យខាតពេលវេលាយូរតា Let's go Ôi Ôi playមែនតើ Oh my god ចេញ intro មកអូបាទអ្នកទាំងអស់គ្នាបាទចេញ intro មកធ្វើឲ្យខ្ញុំព្រឺប្រូចព្រឺក្បាលព្រឺរោមទៀតហើយបាទគឺថា Wanda គឺប្លែករហូតបាទឥឡូវ vibe ថ្មីហើយបាទ intro នេះយើងសង្កេតនឹងមើលឃើញថាគាត់បានបញ្ចូលនៅឧបករណ៍បាទខ្លុយបាទមាននៅឧបករណ៍ជាច្រើនទៀតដូចជាឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិចបាទឧបករណ៍នេះប្រហែលជាអាចនិយាយបានថាឧបករណ៍ភ្លេងរបស់ជនជាតិដើមភាគតិចទំពួនឬក៏ភ្នងឬក៏គួយអីជាដើមទៅបាទហើយអ្វីបានជាអ្នកតែងតែមានការផិតភ័យព្រួយបារម្ភពីរឿងអនាគតដែលមិនទាន់នឹងមកដល់advert នេះគឺពិតជាលយមែនតើអ្នកនរគ្នាបាទរូបក្មេងនេះបើតាមខ្ញុំគិតបាទប្រហែលជាមិនខុសពី Wanda ទេបាទហើយនេះរូបខាងក្រោយនេះគឺជា Wanda តែម្ដងឥឡូវនេះ Wanda តាមរយៈ album នេះគាត់កាន់តែធ្វើឲ្យខ្លួនឯងមើលឃើញនៅអ្វីដែលខ្លួនឯងមានកាន់តែច្បាស់បាទ Wanda ពិតជាអស្ចារ្យបាទរកឃើញនៅអ្វីដែលថ្មីអ្វីដែលអស្ចារ្យសម្រាប់ខ្លួនឯងមែនតើអូនឹងមនុស្សជុំវិញខ្លួនមែននៅពេលដែលរឿងទាំងនោះវាខុសពីការរំពឹងទុកអូមកពីរស់មែនប្លែកមែនតើអ្វីបានជាចូលចិត្តគិតរឿងដែលមិនគួរគិតតទៅសោះហេតុអ្វីបានចូលចិត្តគិតរឿងដែលមិនគួរគិតតលតែសោះបាទឥឡូវនេះយើងបាទពាក្យទាំងអស់នេះយើងធ្លាប់តែឮបាទព្រះធម៌ទេសនាពីព្រះសង្ឃដែលជាសាវករបស់ព្រះសម្មាសម្ពុទ្ធរបស់យើងណាឬក៏ពាក្យពេចន៍ដ៏មានន័យមានតម្លៃពីលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សអីជាដើមណាឥឡូវនេះ Wanda ក៏គាត់បានបញ្ចូលនៅបាទព្រះធម៌អប់រំឬក៏ជាពាក្យពេចន៍អប់រំចិត្តរបស់អ្នកទាំងអស់គ្នាឲ្យស្ងប់ស្ងាត់បាទកុំឲ្យមានចិត្តមួម៉ៅក្តៅក្រហាយជាមួយអ្នកដទៃបាទកុំឲ្យគិតច្រើនគិតនៅរឿងដែលមិនគួរគិតអីអូយបាទពីរោះមែនតែនបាទភ្លេងនេះហេតុអ្វី
អូបាទសំឡេង lyric ហើយអ្វីបានជាអ្នកឆាប់ខឹងមកពីអ្នកខ្វះមេត្តាមួមកក្តៅចិត្តគ្រប់ពេលនិយាយឲ្យខ្លីខ្វះពិចារណាហើយអ្វីបានជាអ្នកគិតច្រើនមិនដឹងត្រូវធ្វើរបៀបណារឿងតូចរឿងធំគ្រប់កលៀតគិនកន្លោះទាំងអស់ឆ្លងកាត់ខួរក្បាលអូ my god អូ my god វណ្ណដាលេខមកបត់នេះបាទធ្វើឲ្យខ្ញុំព្រឺរោមទៀតហើយបាទបត់នេះគឺថាយើងហាក់ដូចជាបានស្ដាប់ចម្រៀងបដាបានស្ដាប់ hip hop បដាទទួលនៅប្រធរអប់រំបដាអញ្ចឹងអ្នកទាំងអស់គ្នាបាទនេះគឺជាការគិតឃើញរបស់ខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏មិនខុសពីខ្ញុំប្រមាណដែរវណ្ណដាគាត់ធ្វើបានល្អមែនទែនបាទឥឡូវនេះយើងមិនភ្លេចទេបាទពាក្យពេចន៍របស់គាត់ដែលតែងនៅក្នុង lyric parole បទចម្រៀងរបស់គាត់កន្លងមកបាទខ្ញុំរៀងភ្លេចទៅហើយថាមិនដឹងថាបទអ្វីទេប៉ុន្តែខ្ញុំធ្លាប់មើលចំគាត់បាននិពន្ធថា hip hop ក៏ស្ដាប់ប្រធរក៏ស្ដាប់ឥឡូវនេះបាទយើងបានស្ដាប់ហើយ hip hop ក៏បានស្ដាប់ប្រធរក៏បានស្ដាប់អញ្ចឹងយើងទៅទាំងព្រមតែម្ដងបាទធរអប់រំនៅក្នុងបទចម្រៀង hip hop វ៉ាវថ្មីប្លែកមិនធ្លាប់មានពីមុនកន្លងមកទេអូមិនធម្មតាមែនទែនមិនដឹងត្រូវគិតរបៀបណាទេរឿងតូចរឿងធំគ្រប់កន្លៀតកន្លោះទាំងអស់សុទ្ធតែឆ្លងកាត់ខួរក្បាលបាទអញ្ចឹងយើងធ្វើអីធ្វើប្រកបដោយការពិចារណាកុំខ្វះការពិចារណានាំឲ្យជីវិតរបស់យើងបាទធ្លាក់ដុនដាបមិនទទួលបានផលល្អនោះទេហើយអ្វីក៏មិនព្រមដាក់ចោលរឿងខ្លះកុំសម្រុកវាពេកពីចូលចាក់ចេញដកចោលអត់គិតបែរជាអ្នកអាចទេរឿងខ្លះវាមិនសមគិតថ្ងៃនេះទេកុំសួរហើយអ្វីច្រើនពេកហើយអ្វីបានជាអ្នកផិតភ័យខ្លាចមិនដល់ទីខ្លាចមិនបានជោគជ័យបរាជ័យតើតែអ្នកឈប់ថ្ងៃស្អែកក៏នៅតែមានថ្ងៃថ្មីហើយអ្វីចូលចិត្តខឹងនឹងខ្លួនឯងបូកដុំជាមួយនឹងអ្នកដទៃអូ my god បាទអូ my god អាកន្លែងអូ vibe នេះអូលយមែនតែនបាទទាំងការពោលការច្រៀងទៅយកស្ដាប់ទៅវាហាក់ដូចជាចាក់ដោតទៅដល់ខួរក្បាលចាក់ដោតទៅដល់ផ្លូវចិត្តរបស់អ្នកទាំងឡាយដែលជាអ្នកបានចូលចិត្តស្ដាប់នៅចម្រៀងរបស់គាត់អូ my god អូយវ៉ាវខ្លាំងមែនតែនអស្ចារ្យមែនតែនរឿងខ្លះវាមិនដូចចិត្តទេមិនដូចចិត្តគេកុំប្រកាន់ពេកអីអូនេះបាទអ្នកទាំងអស់គ្នារឿងខ្លះវាមិនដូចចិត្តទេមិនដូចចិត្តទេមិនដូចចិត្តគេកុំប្រកាន់មិនដូចចិត្តគេកុំប្រកាន់ពេកអីនេះគឺជាធម៌អប់រំបាទនេះគឺជាពាក្យពេចន៍អប់រំផ្លូវចិត្តបាទគេហៅថាអារម្មណ៍ផ្លូវចិត្តទៅដល់អ្នកទាំងអស់គ្នាណាបាទបទចម្រៀងនេះ lyric នេះបាទអ្នកទាំងអស់គ្នាកុំភ្លេចយកចិត្តទុកដាក់ស្ដាប់ឲ្យមែនតែនបាទស្ដាប់ពាក្យមួយម៉ាត់ណាក៏មានន័យមានអត្ថន័យអប់រំផ្លូវកាយផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាដែលជា fan របស់គាត់បាទមិនថា fan មិនថាអត់ fan ទេបាទ fan ខាង DV ឬក៏VD ក៏ដោយបាទអូខេបាទកាន់ពេកអីរឿងណាត្រូវដាក់ចោលបានដាក់ចោលដកដង្ហើមមួយថ្មីស្រោបដង្ហើមចូលហើយដកវាចេញឲ្យអស់ភាពតានតឹងដកដង្ហើមមួយដកដង្ហើមចេញទៅរឿងណាដែលតានតឹងពេកកុំទុកវាច្រើនក្នុងខ្លួនអីវ៉ាវអ្នកនរគ្នាស្ដាប់ផងបាទធ្វើតាមពាក្យពេចន៍របស់វណ្ណដាផងអ្នកទាំងអស់គ្នាច្បាស់ជាបានធូរស្បើយខ្លះអូខេយើងបន្តទៀតទាំងអស់គ្នាបាទបទភ្លេងនេះគឺភ្លេងនេះបាទគឺជាភ្លេងតាមរបៀបជនជាតិដើមភាគតិចបាទដែលយើងធ្លាប់ឃើញការលេងរបាំជាច្រើនរបស់ជនជាតិដើមភាគតិចណាអ្នកទាំងអស់គ្នាព្រោះមួយបែបបាទព្រោះមួយបែបវណ្ណដាគាត់ព្យាយាមញាត់បញ្ចូលអស់ហើយអ្វីដែលជាខ្មែរបាទអ្វីដែលជាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរគឺគាត់ញាត់បញ្ចូលអស់ឲ្យអស់តែម្ដងមួយអាល់ប៊ុមនេះ
អូខេណាទាំងអស់គ្នាឃើញថាបទចម្រៀងនេះបាទពាក្យពេចន៍ពីវណ្ណដាឬក៏បាទសារពីវណ្ណដានេះខ្លីមែនក៏ប៉ុន្តែខ្លឹមក៏ប៉ុន្តែអ្វីដែលជា challenge របស់ខ្ញុំគួរឲ្យស្ដាយមែនទែនដែលបទចម្រៀងនេះរៀងខ្លីពេកបាទអាកន្លែងគាត់ច្រៀងហ្នឹងគឺអត្ថន័យអប់រំចាក់ដោតដែរប៉ុន្តែខ្ញុំចង់ឲ្យបានវែងជាងនេះដើម្បីឲ្យយើងអន្លង់អន្លោចបាទយកចិត្តយកកាយមកស្ដាប់ព្រះធម៌ខ្លះណាបាទមកស្ដាប់នៅពាក្យពេចន៍អប់រំខ្លះបាទអប់រំផ្លូវចិត្តខ្លះបាទកុំឲ្យស្មុគស្មាញពេកកុំឲ្យគិតច្រើនពេកអញ្ចឹងទៅបាទពីដំបូង intro ហ្នឹងគាត់ពោលអញ្ចឹងទៅបន្ទាប់មកទៀតការច្រៀងបែប vibe ថ្មីអញ្ចឹងទៅអូបាទពិតជាល្អមែនតើបាទក៏ប៉ុន្តែគួរឲ្យស្ដាយគឺមានភាពខ្លីពេកអូខេបាទអ្នកនរគ្នាតើយល់យ៉ាងណាដែរនេះគឺជាការយកឃើញរបស់ខ្ញុំទេបាទសម្រាប់មតិយោបល់របស់អ្នកនរគ្នាសូមកុំភ្លេចជួយចូលរួម comment បញ្ចេញមតិយោបល់ទាំងអស់គ្នាបាទបើចូលចិត្តសូមកុំភ្លេចជួយចុច like បាទជួយ subscribe channel YouTube ម្នាក់មួយផងបាទអូខេជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ